បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបាទសូណាល់នឹងមកឆាយផ្ទះមួយនៅខេត្តកំពង់ស្ពឺនៅជិតក្រុងច្បារមនហើយថ្ងៃនេះខ្ញុំនឹងចែករំលែកពីការមើលថែផ្ទះតិចកម្មថាតើនៅពេលដែលយើងមកមើលផ្ទះតិចកម្មនេះយើងត្រូវធ្វើអីខ្លះឥឡូវយើងចូលទៅមើលនៅខាងក្នុងទាំងអស់គ្នាតោះពេលដែលយើងចូលដល់បន្ទប់សិនដំបូងអ្វីដែលយើងត្រូវធ្វើមុនគេគឺយើងត្រូវឆែកមើលឧបករណ៍សំឡេងទាំងអស់នេះតើវាដើរដំណើរការបានល្អអត់អញ្ចឹងឥឡូវវាដើរធម្មតាពេលថ្ងៃតែយើងអត់ដឹងថាពេលយប់វាដើរអត់អញ្ចឹងដើម្បីដឹងថាពេលយប់ដើរអត់យើងត្រូវធ្វើតេស្តវានេះដែលយើងគ្រាន់តែបង្វិល timer ហ្នឹងអញ្ចឹងពេលថ្ងៃគឺវាដើរនេះមានន័យថាអំភ្លីរបស់យើងវាដើរពេលថ្ងៃ1ពេលថ្ងៃ2រីឯពេលយប់1ឥឡូវយើងចង់ដឹងថាសំឡេងពេលយប់គឺដើរអត់យើងត្រូវបង្វិល timer នេះអញ្ចឹងយើងបង្វិលវាឲ្យដល់ពេលល្ងាចឥឡូវម៉ោង6ម៉ោង7នេះម៉ោង7កន្លះហ្នឹងគឺវាចាប់ផ្ដើមផ្លាស់ប្ដូរឥឡូវយើងឃើញថាវាផ្លាស់ប្ដូរមកអំភ្លីនេះហើយអញ្ចឹងមានន័យថាសំឡេងគឺយើងស្ដាប់ទៅនៅឮធម្មតាអញ្ចឹងបន្ទាប់ពីយើងមើលឆែកវារួចហើយយើងត្រូវបង្វិល timer ហ្នឹងឲ្យដើរទៅត្រូវម៉ោងជាមួយនឹងម៉ោងធម្មតារបស់ពេលឡើងវិញអញ្ចឹងឥឡូវវាម៉ោងនេះអានេះគឺសំឡេងពេលថ្ងៃវិញហ្នឹងវាផ្លាស់ប្ដូរទៅសំឡេងពេលថ្ងៃប៉ុន្តែឥឡូវវាថាម៉ោង6អញ្ចឹងត្រូវបង្វិលវាឲ្យត្រូវនឹងម៉ោងបច្ចុប្បន្នគឺម៉ោង 9:25 នាទីអញ្ចឹងយើងបិទវាវិញបន្តមកទៀតត្រូវឆែកមួយទៀតគឺយើងឆែកឧបករណ៍ម៉ាស៊ីនបាញ់ទឹកអញ្ចឹងយើងចង់ដឹងថាវាដើរអត់នេះឥឡូវពេលដែលយើងបង្វិលទៅវាលឺសូរក្រាក់ក្រាក់អញ្ចឹងអាហ្នឹងមានន័យថាវាដើរនេះយើងគ្រាន់តែចង់ដឹងថា timer ហ្នឹងវានៅដំណើរការបានល្អអត់ណាបាទហើយនេះគឺដល់ពេលយប់ចឹងពេលយប់គឺវាអត់ដើរទេម៉ាស៊ីនបាញ់ទឹកគឺវាដើរតែពេលថ្ងៃឥឡូវយើងបង្វិលវាដល់ពេលថ្ងៃវិញម៉ោង7ម៉ោង8ម៉ោង9ម៉ោង9:25ចឹងតាក់ទងនឹងម៉ាស៊ីនបាញ់ទឹកនេះគឺយើងប្រើ timer មួយជាន់មួយគឺដើម្បីកុំឲ្យម៉ាស៊ីនបាញ់ទឹករបស់យើងដើរក្នុងគេហៅដើរស្របគ្នាក្នុងពេលតែមួយពេលខ្លះភ្លើងវាបញ្ជូនមកអត់គ្រប់អញ្ចឹងធ្វើឲ្យម៉ាស៊ីនបាញ់ទឹកហ្នឹងដើរអត់ស្រួលហើយយើងមើលកាមេរ៉ាមើលអីវាដំណើរការអស់ហើយបន្តមកទៀតយើងចូលទៅមើលផ្នែកខាងក្នុងប៉ុន្តែមុននឹងយើងចូលទៅក្នុងផ្ទះយើងត្រូវបិទសំឡេងក្រៅសិនកុំឲ្យសត្វវាមកលេងហើយយើងអាចបន្ថយសំឡេងខាងក្នុងបន្តិចដើម្បីយើងចូលទៅងាយស្រួលមកឲ្យ7ខ្ញុំណាតោះបងនេះគឺជាន់តដីនេះច្រកសត្វចូលនេះជាន់តដីនេះក៏មានសត្វនៅភ្លាមដែរនេះឥឡូវយើងចូលមកដល់ជាន់តដីនេះសត្វហើយនៅខាងក្រៅគឺអត់មានសត្វលេងទេប៉ុន្តែនៅខាងក្នុងគឺមានសត្វនេះបើឃើញទេបងដូចខ្ញុំប្រាប់បងអញ្ចឹងណាដោយសារផ្ទះយើងបើកសំឡេងបានត្រឹមត្រូវដល់ពេលអញ្ចឹងសត្វខាងក្រៅអត់លេងទេប៉ុន្តែឥឡូវសូម្បីតែជាន់តដីក៏មានសត្វនៅហើយចូលមកឃើញសត្វហោះព្រាបហើយនេះយើងមើលនេះមានអាចនៅធម្មតានេះគឺក៏មានអាចដែរនោះកន្លែងនេះគឺមានសបុកឃើញនោះសបុកឃើញទេតោះឥឡូវយើងមកទៀតនេះកន្លែងនេះក៏មានសបុកដែរធ្វើនៅលើសបុកបនិមិត្តនេះសិតតែស្នាមសត្វស្នាមសត្វដែលវាដេកហើយវាជូរអាចនេះសិតតែស្នាមសត្វបើទោះជានៅក្រៅអត់មានសត្វលេងសូម្បីតែមួយប៉ុន្តែដល់ពេលយើងចូលមកដល់ក្នុងមានសត្វនៅសូម្បីតែជាន់តដីក៏មានសត្វដេកពងតែដេកលេងពេលថ្ងៃនៅខាងក្នុងផ្ទះនេះក៏ស្នាមអាចសត្វថ្មីដែលយើងមកលើមុនអត់មាន
ហើយនេះនេះកន្លែងនេះក៏មានសបុកដែរតែក្នុងសបុកសបនិមិត្តណាមកឃើញវាធ្វើពីលើសបុកសបនិមិត្តណាឃើញទេឃើញលៀនចេញតិចទេនោះហើយអានេះគឺកូនសត្វមកនេះកូនសត្វពងក្រាបនៅក្នុងហ្នឹងមកគូចឹងនៅពេលដែលយើងឡើងមកអញ្ចឹងយើងស្ដាប់សំឡេងដែលយើងបានរៀបចំនៅខាងក្នុងផ្ទះហ្នឹងតើវាឮសូរល្អអត់បើវានៅឮសូរល្អអាហ្នឹងអត់បញ្ហាអីទេអញ្ចឹងពេលដែលយើងចូលមកទី1គឺយើងត្រូវមើលអំភ្លីទី2គឺយើងត្រូវដើរស្ដាប់សំឡេងហ្នឹងសំឡេងវាឮសូរល្អអត់បន្តមកទៀតយើងដើរពិនិត្យមើលអាចសត្វហ្នឹងថាតើនៅក្នុងផ្ទះរបស់យើងវាមានកំណើនសត្វថ្មីអត់នេះឥឡូវជាក់ស្ដែងដូចយើងមើលនេះអានេះគឺជាអាចថ្មីទេអាចថ្មីមានន័យថាអាចថ្មីគឺវាមានពណ៌សអញ្ចឹងពណ៌សអញ្ចឹងគឺអាចថ្មីហើយអញ្ចឹងមានន័យថាហ្នឹងផ្ទះយើងកំពុងតែមានកំណើនសត្វឃើញទេមើលឃើញអត់អឿននេះក៏សិតតែអាចថ្មីដែរយើងមើលទៅគឺយើងដឹងថាអាចថ្មីគឺដោយសារតែវាមានលីងពណ៌សអាចថ្មីណាតមកទៀតយើងគេថ្នាំពណ៌សនេះអាហ្នឹងគេហៅប្រភេទថ្នាំអាម៉ូញ៉ាដើម្បីតាក់ទាញសត្វនោះយើងមើលហើយយើងរកមើលគឺអត់មានសត្វរំខានអីមកខំសត្វទេបើសិនជាសត្វយើងងាប់យើងត្រូវមើលថាតើវាមានដាច់ក្បាលដាច់ស្លាបដាច់អីអត់បើសិនជាមានដាច់ក្បាលដាច់ស្លាបអាហ្នឹងមានន័យថាមានសត្វរំខានហើយអាចមានជាតកែជាស្ទាំងឬក៏ជាសត្វអីដែលមកខំសត្វយើងវាធ្វើឲ្យសត្វរបស់យើងខ្លាចហើយផ្ទះថ្មីទៅទូទៅគឺសត្វនៅខាងជាន់លើបំផុតហ្នឹងគឺតែងតែច្រើនជាងគេហើយឥឡូវយើងឃើញសត្វនៅបងមេឃនោះហ៎នៅខាងក្រៅអត់មានសត្វសូម្បីតែមួយប៉ុន្តែនៅខាងក្នុងផ្ទះគឺមានសត្វដេកនៅធម្មតាដោយសារផ្ទះរបស់យើងបើកសំឡេងទៅវាត្រឹមត្រូវយើងអត់បើកសំឡេងក្រៅខ្លាំងជាងសំឡេងក្នុងទេដល់ពេលអញ្ចឹងសត្វវាចូលមកលេងខាងក្នុងវាចូលមកដេកខាងក្នុងវិញហើយមើលនៅខាងក្រៅអត់មានសត្វសូម្បីតែមួយហ្មងប៉ុន្តែនៅខាងក្នុងគឺមានសត្វដេកហើយយើងមើលអាចសត្វគឺមានកំណើនសត្វដោយសារតែវាមានអាចថ្មីមានអាចមានសបុកមានអីថ្មីអញ្ចឹងទៅនេះមែននេះបងមើលនេះសុទ្ធតែកំណើនសត្វថ្មីជួរនេះល្មមអត់មានទេណាបងណាជួរនេះអត់មានទេណាមានតែនោះទេឥឡូវមាន4ណាមួយជួរនេះមាន4ថ្មី5នោះមួយទៀតហ្នឹងអញ្ចឹងមានន័យថាកំណើនសត្វមានទោះជាពេលខ្លះបងឲ្យអត់ឃើញសត្វលេងប៉ុន្តែចុះសត្វហោះពេលស្វាយហ៎មកប្រទេសនេះហើយនេះសត្វនៅខាងក្រៅអត់មានសត្វលេងទេតែនៅខាងក្នុងមានសត្វហើយយើងមើលអាចសត្វគឺរាយពេញហ្នឹងហ្មងឃើញទេហ្នឹងហើយទឹកចាំអស់អញ្ចឹងចាំនេះដល់ពេលដែលយើងចូលមកយើងត្រូវមើលថាតើមានសត្វងាប់អត់ហើយអានេះវាងាប់ដោយសារតែវាខ្សោយទេអត់មានសត្វរំខានទេតែបើវាងាប់មានដាច់ក្បាលដាច់ស្លាបដាច់អីអាហ្នឹងមានន័យថាផ្ទះយើងអាចមានសត្វរំខានហើយយើងត្រូវថែកមើលភ្លាមមានអីមករំខានវាបើមិនជាយើងបដោយឲ្យសត្វរំខានហ្នឹងចេះតែមករំខានសត្វរបស់យើងកំណើនសត្វរបស់យើងក៏អត់កើនដែរហើយអ្វីយើងត្រូវមើលមួយទៀតគឺយើងត្រូវមើលម៉ាស៊ីនបាញ់ទឹកយើងត្រូវមើលម៉ាស៊ីនបាញ់ទឹកទៅវាដើរអត់នេះយើងមើលយើងឃើញវាសើមអញ្ចឹងមានន័យថាវាដើរហើយយើងអាសាដកអាគូតវានេះដកអាគូតវាហ្នឹងយកមកលាងមកព្រោះអាតម្រងវាហ្នឹងតែវាដោះស្វាយពេញទៅវាបឺតឡើងលើអត់ទៅរួចទេតែវាបឺតឡើងលើអត់ទៅរួចវាធ្វើឲ្យម៉ាស៊ីនបាញ់ទឹកយើងហ្នឹងបឺតទឹកខ្សោយបាញ់ទឹកអត់ទៅបានខ្ពស់អត់ទៅបានខ្លាំងទេអញ្ចឹងយើងគ្រាន់តែលាងវាចឹងមកហើយដាក់ចូលទៅវិញហើយយើងក៏លើកដាក់វាធម្មតាមកប៉ុន្តែកុំឲ្យដាក់ចំពីលើប៉ោលបាក់ប៉ោលនោះលិចទឹកហើយចឹងត្រូវដើរលាងម៉ាស៊ីនបាញ់ទឹកចឹងហើយអាងទឹកយើងត្រូវមើលបើសិនជាវាអស់ទឹកយើងត្រូវថែមទឹកមក
នេះក្រាបពងអានេះកូននេះមែននេះកូនអានេះពងណាបាទអានេះបងក្រាបណាបាទនេះកូននេះកូនតែរៀងធំnhưមុនបើថតទៅខាងនេះបាទច្បាស់មកនេះមកអត់ទៅហេកូនចាអានោះក៏សបកដែរនោះសបកអានោះក៏សបកដែរមកឃើញសបកវាលៀនទៅលើហ្នឹងណាឥឡូវបន្ទាប់ពីយើងបានថែកមើលឧបករណ៍នៅក្នុងផ្ទះមួយចំនួនដូចជាខ្ញុំបានបង្ហាញមិញហ្នឹងទី1គឺយើងត្រូវមើលសំឡេងបន្ទាប់ពីមើលសំឡេងហើយយើងឡើងមកមើលថាតើអាសំឡេងនៅខាងក្នុងដែលយើងបានតហ្នឹងវានៅឮល្អអត់បន្ទាប់ពីយើងមើលសំឡេងទៀតហើយយើងត្រូវមើលកំណើនសត្វយើងដើរមើលអាចសត្វតើកំណើនអាចសត្វរបស់យើងនេះវានៅមានអត់បន្ទាប់មកទៀតត្រូវសម្អាតម៉ាស៊ីនបាញ់ទឹកលាងម៉ាស៊ីនបាញ់ទឹកបន្ទាប់ពីលាងម៉ាស៊ីនបាញ់ទឹកហើយយើងត្រូវមើលទៅលើសត្វសំខាន់យើងដើរមើលថាតើសត្វសំខាន់វាមានអត់បើសិនជាផ្ទះយើងមានសត្វសំខាន់ដូចជាសត្វងាប់ហើយបើសត្វងាប់នឹងទៀតតោតយើងត្រូវមើលទៀតថាតើវាងាប់មានដាច់ស្លាបដាច់ក្បាលដាច់អីអត់បើសិនជាងាប់ធម្មតាអត់មានដាច់ស្លាបអត់មានដាច់ក្បាលអានោះអត់អីទេតែបើសិនជាវាងាប់ដាច់ក្បាលដាច់ស្លាបយើងត្រូវឆែកមើលព្រាមជៀសវាងបើយើងបដោយសត្វសំខាន់ទាំងអស់ហ្នឹងឲ្យវាចូលមកខំសត្វរបស់យើងបន្តដល់យើងអត់មានវិធានការអីទេផ្ទះរបស់យើងគឺអត់មានដំណើរសត្វទេហើយបន្ទាប់ពីយើងមើលចំណុចទាំងអស់ហ្នឹងហើយចំណុចចុងក្រោយដែលយើងត្រូវមើលគឺយើងត្រូវថែមក្លិនដើម្បីទាក់ទាញសត្វហើយក្លិនដែលខ្ញុំប្រើគឺប្រើជាក្លិនម្សៅអាបញ្ញាហើយនឹងថ្នាំដែលខ្ញុំបានបង្កើតដោយខ្លួនឯងដែលយើងបានប្រើវាជាង10ឆ្នាំដែលខ្ញុំបានធ្វើផ្ទះជាកម្មតាំងពីឆ្នាំ2009ហ្នឹងគឺខ្ញុំបានប្រើថ្នាំហ្នឹងគឺដើម្បីទាក់ទាញសត្វតែទីទៀតខ្ញុំនឹងបង្ហាញបងប្អូនគឺរបៀបចេះលាងម៉ាស៊ីនបាញ់ទឹកតែម៉ាស៊ីនបាញ់ទឹកវានៅស្អាតឡើយដោយសារកបោច្រើនដល់យើងអាសាលាងអញ្ចឹងខូចម៉ាស៊ីនបាញ់ទឹកអស់ឥឡូវយើងនាំគ្នាចេះថ្នាំដើម្បីទាក់ទាញសត្វហើយការចេះថ្នាំនឹងទៀតថោតគឺយើងអត់ចេះឲ្យដល់ឈើទេយើងចេះត្រឹមតប្រូនប្រហែលជាខ្ទង់7 8ទឹកពីឈើអត់ឲ្យប៉ះឈើទេហើយក៏កុំឲ្យចេះចំពីមុខកាមេរ៉ាដែរបើយើងចេះចំមុខកាមេរ៉ាមើលអត់ឃើញទេកាមេរ៉ាពេលត្រូវដើរចេះចឹងឲ្យសពពេញផ្ទះទៅដើម្បីទាក់ទាញសត្វឥឡូវបងប្អូនមើលបាទឥឡូវបន្ទាប់ពីយើងបានចូលទៅពិនិត្យមើលស្ថានភាពនៅខាងក្នុងផ្ទះនិងឧបករណ៍ផ្សេងពិនិត្យក្លិនពិនិត្យអីរួចរាល់អស់ហើយអ្វីដែលយើងត្រូវចេញមកវិញមុននឹងយើងត្រឡប់ទៅផ្ទះអ្វីដែលយើងមិនគួរភ្លេចនោះគឺយើងត្រូវបើកសំឡេងក្រៅមកវិញយើងអាចបិទសំឡេងក្រៅរហូតបានទេតែបិទសំឡេងក្រៅរហូតគ្រោះថ្នាក់អញ្ចឹងត្រូវបើកសំឡេងក្រៅមកវិញហើយគឺយើងអាចត្រឡប់ទៅផ្ទះបានណាផ្ទះឆ្នាំហើយ